ជំរាបសួរលោកតើលោកចង់ពិសាចេកដែរទេ វ៉ាវចេកអីជូនម៉ែ ចានេះគឺជាចេកពងមាន់តំណាងឲ្យអត្តសញ្ញាណជាតិរបស់ខ្ញុំមិនត្រឹមតែខ្ជូរទេហើយផ្អែមឆ្ងាញ់ទៀតផង ពិតជាឆ្ងាញ់មែនសុំថែមទៀតមកគ្នាខ្ញុំច្រើនណាស់ ហ៎ហើយមនុស្សចេញមកពីណាហ្នឹងច្រើនម៉េះ នេះគឺជាគ្រួសារអឺរ៉ុបរបស់ខ្ញុំ ញឹកផុសគេ ខ្ញុំគឺជាសហភាពអារម្មណ៍ សហភាពអឺរ៉ុប បាទ ឈ្មោះដូចក្រុមបាល់ទាត់ យើងគឺជាសហគមន៍នៃប្រទេសទាំង27នៅអឺរ៉ុបដែលធ្វើការរួមគ្នា 27 បាទ លេខហុងស៊ុយទៀតណាចឹងតើពួកលោកធ្វើការលើអីខ្លះ យើងធ្វើការសម្រេចចិត្តរួមគ្នាទាំងសេដ្ឋកិច្ចនិងនយោបាយហើយបុគ្គលម្នាក់ៗមានសេរីភាពក្នុងការផ្លាស់ទីលំនៅទៅរៀនសូត្រឬក៏ធ្វើការនៅប្រទេសណាមួយនៅក្នុងចំណោមប្រទេសទាំង27ផ្សេងទៀត អូយស្ដាប់ទៅដូចជាស្មុគស្មាញណាស់ហើយហេតុអីបានជាតម្រូវឲ្យមានបែបនេះ តាមពិតទៅអឺរ៉ុបនិងកម្ពុជាក៏មិនសូវមានអីខុសគ្នាប្រមាណដែរយើងទៅពីសុទ្ធតែធ្លាប់ឆ្លងកាត់សង្គ្រាមជាច្រើនសតវត្សទាំងអ្នកទាំងខ្ញុំសុទ្ធតែដឹងច្បាស់ពីតម្លៃសន្តិភាពនិងសហការគ្នាទៅវិញទៅមកដើម្បីផលប្រយោជន៍រួម ខ្ញុំគិតថាខ្ញុំចាប់ផ្ដើមយល់ខ្លះហើយដូចគ្នានឹងសហភាពអឺរ៉ុបដែរកម្ពុជាគឺជាផ្នែកមួយនៃអាស៊ានដែលចូលរួមដោយប្រទេសតូចៗដើម្បីបង្កើតភាពចម្រុងចម្រើនកាន់តែខ្លាំងនៅលើសកលលោក បាទហ្នឹងហើយ អូអញ្ចឹងតើអ្នកណាគឺជាមេដឹកនាំរបស់អឺរ៉ុប មេដឹកនាំរបស់យើងមិនមែនមានតែមួយទេយើងធ្វើការសម្រេចចិត្តរួមគ្នារដ្ឋសភាអឺរ៉ុបនិងបណ្ដាប្រទេសជាសមាជិកសម្រេចលើច្បាប់រួមគ្នាដែលជាច្បាប់នោះត្រូវអនុវត្តនៅក្នុងប្រទេសទាំង27វាស្ដាប់ទៅដូចជារញ៉េរញ៉ៃហើយពេលខ្លះពួកយើងក៏ដេញដោលមតិគ្នាទៅវិញទៅមកដែរតែយើងគោរពនិងស្ដាប់ច្បល់គ្នាដូចពាក្យស្លោករបស់យើងនោះយើងរួបរวมគ្នាក្នុងភាពចម្រុះ ចុះតើសហភាពអឺរ៉ុបមានប្រតិបត្តិការអ្វីខ្លះនៅក្នុងប្រទេសកម្ពុជា សហភាពអឺរ៉ុបក៏មានទីតាំងនៅប្រទេសកម្ពុជាមួយដែរនោះគឺស្ថានប្រតិភូសហភាពអឺរ៉ុបនៅក្នុងរាជធានីភ្នំពេញ អូស្ថានប្រតិភូដូចជាស្ថានទូតនឹងមែន ថាអញ្ចឹងក៏បានអ្នកនឹងអាចឃើញទង់ជាតិនិងគម្រោងរបស់យើងនៅតាមបណ្ដាខេត្តជាច្រើនក្នុងប្រទេសយើងជឿលើគុណតម្លៃនៃកិច្ចការងារតស៊ូមតិដើម្បីសិទ្ធិមនុស្សប្រជាធិបតេយ្យនិងកិច្ចការការពារបរិស្ថាន ចុះតើកន្លងមកអឺរ៉ុបបានធ្វើអីខ្លះដែលជាផលប្រយោជន៍ដល់បុគ្គលផ្ទាល់នោះ បាទច្រើនណាស់សឹងតែគ្រប់វិស័យគ្រប់ទីកន្លែងសហភាពអឺរ៉ុបមិនត្រឹមតែជាអ្នកផ្ដល់ជំនួយដ៏ធំបំផុតមួយរបស់ពិភពលោកនោះទេយើងជួយពង្រឹងសមត្ថភាពកសិករខ្មែរដាំនិងកែច្នៃដំណាំស្វាយចន្ទទីម្រេចដែលអាចលក់បានតម្លៃខ្ពស់ៗយើងក៏ជួយដល់សិស្សានុសិស្សឲ្យមានឱកាសរៀនជំនាញបច្ចេកទេសថ្មីៗនិងផ្ដល់អាហារូបករណ៍ទៅសិក្សានៅអឺរ៉ុបហើយយើងក៏បានជួយប្រទេសកម្ពុជាឲ្យមានលទ្ធភាពផលិតទឹកស្អាតប្រើប្រាស់ផងដែរ វ៉ាវខ្ញុំមិនដែលដឹងសោះ សហភាពអឺរ៉ុបក៏មានទីផ្សារដ៏ធំបំផុតមួយនៅក្នុងពិភពលោកផងដែរទំនិញនាំចេញរបស់កម្ពុជាភាគច្រើនចូលមកតាមទីផ្សាររបស់យើងដោយគ្មានពន្ធគយអ្វីទាំងអស់ក្រោមគម្រោងអនុគ្រោះពន្ធ EBA ឬអ្វីទាំងអស់លើកលែងតែអាវុធ អូ ABA ខ្ញុំស្គាល់ អត់ទេមិនមែន ABA ទេគឺ EBA ខ្ញុំអរគុណខ្លាំងណាស់ទីបំផុតខ្ញុំយល់ច្បាស់ហើយនៅរាល់ការងារដែលសហភាពអឺរ៉ុបបានធ្វើដល់ខ្ញុំនិងប្រទេសរបស់ខ្ញុំរីករាយដែលអ្នកនៅទីនេះជាមួយពួកយើងតើខ្ញុំអាចជូនគ្រាប់ស្វាយចន្ទីមួយចំនួនសម្រាប់លោកត្រឡប់ទៅអឺរ៉ុបវិញទេ ខ្ញុំមិនដែលឃើញគ្រាប់ស្វាយចន្ទទីដែលលីងនៅទាំងសបអញ្ចឹងទេវាហូបកើតដែរ នៅស្រុកខ្ញុំគេហូបបែបហ្នឹងឯងមានអីពិបាកហាមកណា ហ